ធ្លាប់គឺតាយាយខ្ញុំប្រាប់ខ្ញុំថាចាឯងជំរឿបន្តិចទៀតណាមានរំជួយផែនដីលើចេះកាលហើយទៅរឿងអីក៏មានដែរចៅហើយទៅខ្ញុំចាំដែរតែដូចថាដូចមិនសូវនេះបងប្អូនដូចថាដូចមិនសូវចាប់អារម្មណ៍ខ្ញុំបើខ្ញុំចាំតែភ្លើងឆេះកាលទេគាត់ប្រាប់ថាបន្តិចទៀតស្អីក៏ឆេះដែរខ្សល់អញ្ចឹងណាហើយទៅខ្ញុំអត់ចាំរឿងជួយផែនដីទេដល់ពេលតើឃើញបងប្អូននៅប្រទេសថៃណាតែគាត់ទៅគេហ្នឹងហើយគាត់អត់និយាយថានៅខ្មែរយើងទេគាត់និយាយថាបន្តិចទៀតស្អីក៏មានដែរគាត់និយាយតាមយើងអញ្ចឹងណាហ្នឹងឃើញប្រទេសគេអញ្ចឹងបានឃើញពាក្យនិយាយតាប្រាប់ចឹងឯងជំរឿបន្តិចទៀតស្អីក៏មានដែរអញ្ចឹងណាឃើញឲ្យបងប្អូនអើយឃើញវីដេអូបងប្អូនខ្មែរយើងនៅប្រទេសថៃវេទនាណាបងប្អូនចាលំបាកណាហើយដេកក៏មិនដែរដេកគ្រប់គ្រាន់ដែរក៏ខ្លាចហ្នឹងហើយបើសិនជាយើងទៅជួបហេតុការណ៍អញ្ចឹងសួរយើងខ្លាចប៉ុណ្ណាបងប្អូនចាហើយឥឡូវដូចមិនថានៅគ្រាន់ថានៅប្រទេសខ្មែរយើងមិនតាន់មានដូចគេទោះយ៉ាងណាក៏សូមឲ្យគុណវត្ថុស័ក្តិសិទ្ធិឬក៏ពលឹងមពៈបរោះដូនតាខ្មែរយើងណាហ្នឹងហើយឲ្យគាត់ជួយការពារឃុំក្រងកូនចៅខ្មែរទឹកដីខ្មែរយើងទោះយ៉ាងណាក៏យើងមិនមានដូចគេដែរបងប្អូនចាយើងចាំពាក្យប៉ុណ្ណឹងទៅព្រោះអីយើងខ្ញុំចាំយាយតាខ្ញុំគាត់និយាយមកចាខ្មែរយើងស្លូតត្រង់ណាស់អញ្ចឹងណាទោះយ៉ាងណាក៏យើងមិនមានរឿងអីដូចប្រទេសជិតខាងដូចគេដែរទោះយ៉ាងណាក៏មិនដល់គេដែរចាពីថាมันជួបបញ្ហាដូចគេខ្លាំងយ៉ាងហ្នឹងណាយើងនៅមានដួងពលឹងដូនតាយើងតាមជួយថែអាសាពលឹងរស់ពីដើមពីជំនាន់ដើមគាត់ខ្លាំងប្រកែណាបងប្អូនហ្នឹងហើយនឹងវត្ថុស័ក្តិសិទ្ធិនៅចាំជួយថែអាសាពួកយើងដែរមិនមែនថាចាំតែជួយទេគាត់ថាតើពួកយើងសាងក្តីល្អដែរបានយើងនៅអញ្ចឹងណាបានយើងនៅគង់វង្សមិនគាត់ចេះតែចាំតែជួយយើងទេគាត់ចាំតែជួយទៅទង្វើល្អទេណាបងប្អូនហ្នឹងហើយយ៉ាងណានិយាយទៅមកក៏មិនភ្លេចថាបងប្អូនអើយបងប្អូនឃើញភាពជាក់ស្ដែងហើយឥឡូវហ្នឹងដូចនៅថ្ងៃហ្នឹងនៅខ្មែរយើងក៏ឆេះរោងចក្រអីណាផ្លូវជាតិលេខ4ដែរឆេះរោងចក្រអត់ទៀតមានរោងចក្រអត់ឯណាឆេះទៀតហើយបងប្អូនចាអត់ហ្នឹងគេដុតឡស្រាប់ហើយឥឡូវឆេះទៀតហើយហ្នឹងហើយរោងចក្រអត់យើងធ្វើជាងធ្វើសំណង់បងប្អូនហ្នឹងហើយថ្ងៃហ្នឹងព្រឹកហ្នឹងឆេះនៅផ្លូវជាតិលេខ4ហើយតែយើងខ្មែរយើងយ៉ាងណាក៏នៅតិចតួចជាងគេដែរចាអញ្ចឹងមិនថាវាមានគ្រប់សពទៅហើយបងប្អូនចាមកគ្រោះថ្នាក់ចរាចរណ៍ហ្នឹងក៏ចឹងដែរហ្នឹងហើយអញ្ចឹងណាហើយផ្លូវលឿនលឿនហ្នឹងផ្លូវលឿនលឿនហើយទៅមកក៏មានចោលប្លន់នៅផ្លូវលឿនលឿនហ្នឹងដែរអញ្ចឹងថាវាគ្រប់សពទាំងអស់ហើយបើគ្រោះថ្នាក់ចរាចរណ៍វិញវាជាក់ស្ដែងពេកណាបងប្អូនហ្នឹងហើយអញ្ចឹងមិនថាបងប្អូនឬខ្ញុំទេវិជាតិនេះយើងដឹងយើងសាងតែល្អឲ្យច្រើនទៅណាបើថាជាតិមុនមកយើងមិនដឹងថាយើងបានសាងអីខ្លះទេចាអញ្ចឹងឥឡូវអាម៉េចក៏មានដែរជួបហើយប៉ះហើយបើយើងមិនបានជួបក៏យើងឃើញភាពជាក់ស្ដែងនៅប្រទេសជិតខាងដែរចាអញ្ចឹងមិនថាមានអីក្រៅពីធ្វើល្អគិតល្អទៅបងប្អូនចាអរគុណបងប្អូនទាំងអស់គ្នា